វាជាយុទ្ធសាស្ត្រដែលមានចរិតលក្ខណៈបំពេញឲ្យគ្នារវាងផលប្រយោជន៍បកកណ្ដាលអំណាចនិងផលប្រយោជន៍រដ្ឋទាំងមូលនៅក្នុងទស្សនវិជ្ជានៃបកកណ្ដាលអំណាចសាមគ្គីភាពមនោគមវិជ្ជាគឺជាអាវុធយុទ្ធសាស្ត្រសម្រាប់ប្រសាស្ថិរភាពនយោបាយផ្ទៃក្នុងនិងការទប់ស្កាត់អធិបុលពីមនោគមវិជ្ជាក្រៅតំបន់ដែលចង់ផ្លាស់ប្ដូររបបដឹកនាំភ្នំពេញដូច្នេះការពង្រឹងចំណងមិត្តភាពជាមួយបកកុម្មុយនីសវៀតណាមនិងបកប្រជាជនបដិវត្តន៍ឡាវផ្ដល់នូវការធានាផ្នែកនយោបាយដល់គណៈបកប្រជាជនកម្ពុជាក្នុងការកសាងប្លុកនយោបាយមួយដែលរឹងមាំអាចជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិហើយជាពិសេសនោះគឺនៅពេលរងសម្ពាធពីបច្ចឹមប្រទេសលើរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយ៉ាងណាក្តីការផ្អៀងផ្អែកទៅរកយន្តការត្រីភាគីកម្ពុជាវៀតណាមឡាវក៏អាចបង្កជាហានិភ័យយុទ្ធសាស្ត្រមួយចំនួនដែលត្រូវប្រុងប្រយ័ត្នផងដែរហានិភ័យចម្បងគឺការធ្លាក់ចូលទៅក្នុងអន្ទាក់នៃតុល្យភាពអំណាចមិនស្មើគ្នាដែលខ្ញុំគិតថាអាចធ្វើឲ្យកម្ពុជាបាត់បង់ភាពបត់បែននៅក្នុងនយោបាយការបរទេសពហុភាគីរបស់ខ្លួននៅពេលដែលកម្ពុជាបង្ហាញភាពជិតស្និទ្ធខ្លាំងជាមួយប្លុក Indo-Chin វានឹងបង្កើតជាមន្ទិលសង្ស័យដល់បណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀតជាពិសេសថៃដែលអាចមើលឃើញថាកម្ពុជាកំពុងបង្កើតសម្ព័ន្ធភាពដាច់មុខដើម្បីប្រឆាំងនឹងខ្លួនដែលកត្តានេះនឹងកាន់តែរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅតាមបណ្ដោយព្រំដែននិងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌអាស៊ានទាំងមូលម្យ៉ាងវិញទៀតការពឹងផ្អែកខ្លាំងលើសាមគ្គីភាពមនោគមវិជ្ជាជាមួយវៀតណាមក៏អាចក្លាយជាចំណុចខ្សោយដែលមហាអំណាចខាងក្រៅជាពិសេសលោកខាងលិចយកមកប្រើប្រាស់ដើម្បីចោទរដ្ឋាភិបាលភ្នំពេញថាបានងាកចេញពីគន្លងប្រជាធិបតេយ្យសេរីពហុបកនិងអព្យាក្រឹតភាពនៅក្នុងន័យនេះប្រសិនបើរបបភ្នំពេញមិនអាចរក្សាតុល្យភាពបានល្អទេខ្លួនអាចនឹងត្រូវរងសម្ពាធសេដ្ឋកិច្ចឬការដាក់ទណ្ឌកម្មនានាដែលនឹងជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរបន្ថែមពីនេះនៅក្នុងជ្រុងមតិសាធារណៈផ្ទៃក្នុងសតិអារម្មណ៍ចិត្តនិយមរបស់ប្រជាពលរដ្ឋខ្មែរចំពោះតំណែងជាមួយវៀតណាមកន្លងមកនោះនៅតែជាបញ្ហាដែលងាយឆេះបំផុតការដែលរដ្ឋាភិបាលរបស់គណៈបកប្រជាជនបង្ហាញភាពជិតស្និទ្ធខ្លាំងពេកជាមួយនឹងក្រុងហាណូយអាចនឹងរងការវាយប្រហារនិងចាប់ប្រកាន់ពីការបាត់បង់ឯកភាពជាតិដែលអាចនឹងនាំមានអស្ថិរភាពសង្គមនិងការបែកបាក់សាមគ្គីភាពផ្ទៃក្នុងកាន់តែជ្រៅបន្ថែមទៀតជាចុងក្រោយហានិភ័យនៃការคล้ายជាចំណាប់ខ្មាំងភូមិសាស្ត្រនយោបាយក៏ជាអ្វីដែលរបបភ្នំពេញត្រូវតែជៀសវាងឲ្យបានដែរការប្រើប្រាស់ឥទ្ធិពលវៀតណាមដើម្បីទប់ទល់នឹងថៃជាយុទ្ធសាស្ត្រដើរមុខពីរព្រោះវៀតណាមខ្លួនឯងក៏មានរបៀបវារៈនិងផលប្រយោជន៍ជាតិរបស់គេដែរដែលត្រូវការពារប្រសិនបើកម្ពុជាផ្ដល់សម្បទានច្រើនពេកដើម្បីដោះដូរនឹងការគ្រប់គ្រងពីវៀតណាមកម្ពុជាអាចនឹងជួបការលំបាកក្នុងការសម្រេចចិត្តដោយឯករាជ្យលើបញ្ហាតំបន់នាពេលអនាគតដូច្នេះយុទ្ធសាស្ត្រដ៏ល្អសម្រាប់កម្ពុជាគឺការប្រើប្រាស់យន្តការត្រីភាគីនេះគ្រាន់តែជាជំរើសមួយក្នុងចំណោមជំរើសការទូតជាច្រើនទៀតដោយត្រូវបន្តពង្រឹងទំនាក់ទំនងជាមួយមហាអំណាចផ្សេងៗនិងរក្សាជំហរជាអ្នកសម្របសម្រួលតំបន់ដើម្បីធានាថាអធិបតេយ្យភាពជាតិនិងផលប្រយោជន៍ពិតប្រាកដរបស់ពលរដ្ឋមិនត្រូវបានដាក់នៅលើតុចរចារវាងមហាអំណាចជិតខាងនោះទេបាទ